បងប្អូនដែលប្រើប្រាស់នៅ Messenger ហើយតិចអត់ដឹងពីរបៀបក្នុងការបង្កើត sticker ដោយប្រើប្រាស់រូបខ្លួនឯងតោះមើលវីដេអូនេះរហូតដល់ចប់ជាដំបូងយើងធ្វើការចូលជាមួយនឹងMessenger យើងជាមុនសិនមកហើយយើងធ្វើការជ្រើសរើសនៅឆាតនរណាម្នាក់ដែលយើងចង់ធ្វើការផ្ញើទៅពួកគាត់ណាអញ្ចឹងត្រង់ចំណុចហ្នឹងនៅពេលដែលយើងធ្វើការជ្រើសរើសឆាតរួចរាល់ហើយចំណុចដែលខាងក្រោមហ្នឹងគឺយើងអាចធ្វើការចុចទៅលើហ្នឹងមកហើយបន្ទាប់មកទៀតបងប្អូននឹងឃើញបែបនេះអញ្ចឹងនេះគឺជាប្រភេទ sticker ដែលមានស្រាប់តែម្ដងអញ្ចឹងដើម្បីយើងធ្វើការបង្កើតខ្លួនឯងយើងចុចកន្លែង sticker ដែលមានរូបខ្មៅដៃហ្នឹងមករួចហើយធ្វើការជ្រើសរើសរូបមួយសន្លឹកនៅពេលដែលយើងធ្វើការជ្រើសរើសរូបហើយគឺវានឹងធ្វើការកាត់រូបហ្នឹងអូតូតែម្ដងបងប្អូនណាបាទអញ្ចឹងនៅពេលដែលវាធ្វើការកាត់រួចរាល់ហើយអញ្ចឹងវានឹងបង្ហាញផ្ទាំងបែបនេះអញ្ចឹងយើងអាចធ្វើការយកទៅប្រើប្រាស់បានណាទី1គឺយើងអាចធ្វើការដាក់ស៊ុំនៅខាងក្រៅបានហើយការដាក់ស៊ុំហ្នឹងគឺយើងអាចធ្វើការផ្លាស់ប្ដូរពណ៌បានដូចគ្នាដែរត្រង់ចំណុចខាងលើហ្នឹងបងប្អូនចុចខាងលើហ្នឹងមកហើយកន្លែងខាងក្រោមគឺជាប្រភេទ color ដែលយើងអាចធ្វើការផ្លាស់ប្ដូរ color បានអញ្ចឹងណាបាទហើយបន្ទាប់ពីយើងធ្វើការ select នៅ color បែបហ្នឹងហើយគឺយើងអាចបន្ថែមនៅអក្សរបានដូចគ្នាបាទកន្លែងអក្សរហ្នឹងបងប្អូនចុចកន្លែងអក្សរ A បាទកន្លែងហ្នឹងគឺបងប្អូនអាចធ្វើការបន្ថែមនៅអក្សរទៅលើរូបរបស់យើងឬក៏ sticker របស់យើងបានហើយការផ្លាស់ប្ដូរពណ៌បានដូចគ្នាបាទអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់អក្សរហើយយើងអាចធ្វើការបន្ថែមនៅ sticker បន្ថែមទៀតគ្រាន់តែយើងចុច select បែបហ្នឹងមកហើយយើងអាចថែមបានបើសិនជាបងប្អូនអត់ពេញចិត្តអីយើងអាចធ្វើការលុបចោលបានយ៉ាងងាយតែម្ដងបាទយើងចុចលើហ្នឹងមកគឺយើងអាចធ្វើការលុបហើយបន្ទាប់មកយើងគ្រាន់តែធ្វើការ save បើសិនជាយើងពេញចិត្តនៅរូបមួយហ្នឹងហើយយើងធ្វើការ save ទុកមកអញ្ចឹងវានឹងធ្លាក់នៅខាងក្រោមហើយអញ្ចឹងត្រង់ចំណុចខាងក្រោមនេះគឺយើងអាចចុចទៅលើវាដើម្បីធ្វើការផ្ញើទៅមិត្តភ័ក្តិឬក៏មនុស្សជាទីស្រឡាញ់របស់យើងបាទវីដេអូក្នុងការចែករំលែកក៏មានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់បងប្អូនថ្មីកុំភ្លេចជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជាប្រចាំបាទអរគុណជួបគ្នានៅវីដេអូក្រោយជម្រាបលា